รสជាតិนมបច្ចុកទឹកមហិច្ឆាអ្នកកពើតែម្ដងឲ្យលក់នៅភ្នំពេញពុកម៉ែបងប្អូនផ្លូវទៅអ៊ីអន2នេះហើយអត់ទេបងប្អូនឆ្ងាញ់មែនអត់ស្អាតទេរសជាតិនំបច្ចុកទឹកមហិច្ឆនៅកន្លែងប៉ុនគាត់ទឹកសឡហ្នឹងក៏ឆ្ងាញ់ដាក់ម្ទេសដាក់អីហល់អូយនិយាយទៅញ៉ាំនៅកន្លែងប៉ុនគាត់ស្និទ្ធមាត់មែនតើគាត់ប្រើត្រីមកក៏មានជាតិអានេះគេហៅត្រីផ្ទោងឯងវែងឡាយពុកម៉ែបងប្អូនអានេះគេហៅប្រភេទត្រីអីគេត្រីទោងសមុទ្រត្រីទោងសមុទ្រចាអានេះមួយមានដល់ប៉ុន្មានគីឡូមានដល់3គីឡូអានេះប្រហែលជាប៉ុន្មានគីឡូអានេះប្រហែលជា2គីឡូជាង2គីឡូ3ទឹកមហិច្ឆហ្នឹងគឺគេយកតែការ៉េក៏បានដែរប៉ុន្តែគាត់ថានេះសាច់នេះឆ្ងាញ់ជាងតែការ៉េចាតែសាច់តែការ៉េវាល្បែងហើយវាមិនមែនតម្រង់ចឹងវាថាមូលយ៉ាងហ្នឹងឬក៏អីអត់ទេតែការ៉េស្តៀងហ្នឹងខ្លីជាងហ្នឹងចាវាខ្លីជាងហ្នឹងវារៀងស្តៀងគ្នាប៉ុន្តែវាខ្លីជាងហ្នឹងអាហ្នឹងបងយកបងពីយើងទិញមកពីខេត្តផ្ទាល់ហ្មងចាខេត្តផ្ទាល់អញ្ចឹងសម្រាប់បងប្អូនថាអីចង់ញ៉ាំនំបច្ចុកទឹកមហិច្ឆឆ្ងាញ់មកផ្ទះអាហារបាកំពតនេះបានហើយសម្រាប់ទីតាំងនៅលើផ្លូវ1003ចិត្តនឹងស្តុបអ៊ីអន2នេះឯងហើយសម្រាប់នៅកន្លែងប៉ុនគាត់ប្រើត្រីបាផ្ទងអានេះវែងដូចវាធំណាបងប្អូនហើយគេយកមកលាងសម្អាតអីច្រើនទឹកច្រើនសាហើយគេកាត់កង់អញ្ចឹងឯងដូចបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងម្ល៉េះហើយសម្រាប់ប្រភេទត្រីតើតែមានគុណភាពគេហៅថាប្រភេទត្រីដែលនៅស្រស់នៅល្អណាតែថាខូចសាច់ចប់ហើយបងប្អូនឃើញឆ្អឹងរៀងពណ៌នេះវាជាអត់មែនត្រីចាក់ថ្នាំចាក់អីទេប្រភេទត្រីហ្នឹងខ្ញុំសួរគាត់ទៅគឺពណ៌អញ្ចឹងតែម្ដងឆ្អឹងអញ្ចឹងកុំច្រឡំកុំអីដូចបង្ហាញជាក់ស្ដែងពណ៌នេះអាហ្នឹងពណ៌ធម្មជាតិទេអញ្ចឹងដូចខ្ញុំនិយាយរាល់ដងអញ្ចឹងប្រភេទនំបច្ចុកទឹកមហិច្ឆនេះត្រូវតែប្រើត្រីដែលមានគុណភាពត្រីអត់ស្អុយអត់ខូចសាច់តាណាយកមកនេះយ៉ាប់ហើយត្រីនៅកន្លែងគាត់ដូចបង្ហាញនៅក្នុងវីដេអូអញ្ចឹងហើយមានអីបងប្អូនដាក់ម្ទេសហល់ឆ្ងាញ់រសជាតិបាទទឹកសឡប៉ុនគាត់ក៏មានជាតិមិនស្លែមឆ្អាបអូអាត្រីនេះតែស្លមកឆ្អាបចប់ស្មាទោះនិយាយថាញ៉ាំមិនកើតតែម្ដងចោលលុយប៉ុន្តែកន្លែងគាត់ទុកចិត្តបានខ្ញុំញ៉ាំផ្ទាល់ខ្ញុំសាកផ្ទាល់ខ្ញុំសាកឆ្ងាញ់ឲ្យគាត់ប្រើអំបិលប្រើអីដាក់ម្ទេសហល់ចឹងមកទឹកសឡហ្នឹងវាមានជាតិហើយយើងឃើញស្លែតែអត់ទេនៅកន្លែងគាត់អេមែនហើយកន្លែងខ្លះខ្ញុំក៏ធ្លាប់ញ៉ាំដែរឆ្អាបហើយវាអត់ទេតែសាច់នៅកន្លែងគាត់ទាំងសាច់ត្រីទាំងអីឆ្ងាញ់ហើយតម្លៃចាប់ផ្ដើមពី8000ឡើងទៅបាទមាន12000មានអីចឹងថែមសាច់ថែមអីតាមបងប្អូនកំងហើយមានសឡបាទខ្មែរយើងមានជាប្រភេទនំបច្ចុកអីផ្សេងបាទដូចខ្ញុំបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងហើយមានបាយឆាក្រាមានអីចឹងទៅនៅកន្លែងប៉ុនគាត់បងប្អូនអាចមកសាកល្បងបានពីខ្ញុំណាព្រោះដោយសារខ្ញុំញ៉ាំវាត្រូវមាត់ហើយមានប្រភេទ drink ប្រភេទអីផ្សេងជាច្រើនទៀតហើយនំបច្ចុកទឹកមហិច្ឆនៅកន្លែងប៉ុនគាត់ខ្ញុំសាកឲ្យគឺអត់មានឆ្អាបមានអីទេហើយបងប្អូនអាចមកសាកល្បងហើយអាចជួយខមមិនបានទីតាំងលំអិតបន្ថែមខ្ញុំដាក់នៅខាងក្រោមខមមិនអរគុណច្រើនបាយ